នេះជាការអញ្ជើញមកដល់របស់ថ្នាក់ដឹកនាំក្រុមហ៊ុនជីបម៉ុងណាក្នុងកម្មវិធីបាទជប់លៀងបុគ្គលិកប្រចាំឆ្នាំក៏ដូចជាជួបជុំដៃគូអាជីវកម្មក្រុមហ៊ុនជីបម៉ុងទាំងមូលបាទខ្ញុំមើលហើយពិតជាព្រឺរ៉ូមែនតើមើលបុគ្គលិកច្រើនណាស់ហើយក៏មានកម្មវិធីជប់លៀងចាប់រង្វាន់ជូនបុគ្គលិកផងដែរហើយបន្ទាប់ពីបើកក្នុងការបើកកម្មវិធីនេះក៏យើងមានការគោរពបន្ទាប់ពីយើងគោរពនៅភ្លេងវិរៈកងទ័ពរបស់យើងហើយយើងក៏មានការថតលេងសប្បាយជាមួយនឹងក្រុមការងារក្នុងកម្មវិធីរូបភាពកម្រងអនុស្សាវរីយ៍បាទយើងជួបគ្នាទាំងបាទសូមបញ្ជាក់ទៅបងក្នុងការប្រារព្ធពិធីនេះគឺបុគ្គលិកចូលរួមបាទច្រើនមែនតើ 4000 នាក់ជាងក្នុងមួយវគ្គនេះជាថ្ងៃទី1ណាហើយយើងនៅមាន3ថ្ងៃបន្តទៀតអញ្ចឹងបុគ្គលិកទាំងអស់របស់ក្រុមហ៊ុនជីបម៉ុងគ្រប់មិនក្រោមពី10000នាក់ជាងទេបាទហើយក៏មានកម្មវិធីថតលេងសប្បាយជាមួយនឹងម៉ូតូចាប់រង្វាន់យប់ហ្នឹងណាអញ្ចឹងមិនដឹងថាម៉ូតូនឹងបានទៅលើខាងណាទេបើបុគ្គលិកច្រើនម្លឹងបាទហើយក្នុងនេះក៏មានការតាំងពិព័រណ៍នៅបាទអញ្ចឹងនៅក្នុងហ្នឹងក៏មានការតាំងពិព័រណ៍នៅផ្លែឈើខ្មែរក៏ដូចជាត្រេនបាទមានការតាំងបង្ហាញជាច្រើនហើយនៅក្នុងនេះមើលត្រេនមួយផ្លែចង់10គីឡូហើយក៏មានលពៅបាទហើយការតាំងបង្ហាញនៅស្រាបៀរនេះយើងមានចេញថ្មីនឹងស្រីចាស់ហើយយើងđãថតលេងកំសាន្តទៅយើងតម្រាំទៅដល់កម្មវិធីបន្តទៀតគឺយើងđãថតកំសាន្តហើយក៏មានតាំងពិព័រណ៍នៅជីបម៉ុងឡេនក៏មានផ្ទះម៉ូដនេះម៉ូដស្អាតហើយខ្ញុំមិនដឹងថាម៉ូដអីខ្លះទេនេះអញ្ចឹងម៉ូដស្អាតមែនតើបាទមានផ្ទះមានផ្ទះល្វែងបរិយវិឡាយហ្នឹងបាទនេះស្អាតណាស់មើលទៅស្អាតណាស់